សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបដែលយើងដាក់ comment ជារូបភាពនៅក្នុងកម្មវិធី Excel បាទ comment ជារូបភាពនេះគឺនៅពេលដែលខ្ញុំឆ្អល់ទៅលើឈ្មោះណាមួយវានឹងបង្ហាញជារូបភាពដែលយើងបានកំណត់បាទឧទាហរណ៍ថាខ្ញុំឆ្អល់លើឈ្មោះទី1វានឹងបង្ហាញរូបទី1ខ្ញុំឆ្អល់ទៅលើរូបទី2វានឹងបង្ហាញលើរូបទី2បាទឃើញទេបាទអញ្ចឹងយើងដាក់បែបហ្នឹងងាយស្រួលចំណាំបាទឧទាហរណ៍ថាយើងមានជាតារាងបុគ្គលិកបាទបន្តមកទៀតយើងអត់ចាំឈ្មោះបុគ្គលិកទេអញ្ចឹងយើងគ្រាន់តែឆ្អល់ទៅលើឈ្មោះបុគ្គលិកណាមួយវានឹងបង្ហាញជារូបភាពរូបថតរបស់បុគ្គលិកបាទដើម្បីឲ្យយើងងាយស្រួលចំណាំមុខអីចឹងទៅបាទអូខេអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានតែយើងចូលកំណត់កន្លែងណាខ្លះបាទអញ្ចឹងអ្នកទាំងនេះអាចតាមដានវីដេអូនេះបានបាទដំបូងខ្ញុំមានជាតារាង Excel មួយដែលខ្ញុំអត់ទាន់បានដាក់ជា comment ទេបាទអញ្ចឹងតារាងនេះខ្ញុំធ្វើឲ្យអ្នកទាំងនេះគ្រាន់តែសរសេរតាមមកបាទមានជាលេខរៀងមានជាឈ្មោះក្រុមហ៊ុនមានបាទឈ្មោះ founder អញ្ចឹងទៅបាទខ្ញុំក៏ដាក់ជាឧទាហរណ៍ទេអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់ឈ្មោះទី1អញ្ចឹងអ្នកទាំងនេះក៏ចុច mouse ស្ដាំលើចុចលើឈ្មោះទី1មកហើយចុច mouse ស្ដាំមួយបាទពេលចុច mouse ស្ដាំហើយអ្នកទាំងនេះយកពី insert comment នៅខាងក្រោមបាទចុចពី insert comment មកអញ្ចឹងកន្លែងនេះគឺកន្លែងយើងដាក់ comment មានន័យថាយើងចង់សរសេរ note អីចំណាំផ្សេងបាទចង់សរសេរជាអក្សរបាទប៉ុន្តែការងាររបស់យើងអត់សរសេរជាអក្សរទេអញ្ចឹងយើងលុបជាអក្សរចេញបើយើងអត់ចង់ដាក់ជារូបអ្នកទាំងនេះគ្រាន់តែសរសេរជាអក្សរមកបាទចំណាំអីមួយអញ្ចឹងណាបាទព្រោះ note ជាការចំណាំអញ្ចឹងខ្ញុំអត់ចង់ note ជាអក្សរទេខ្ញុំចង់ note ជារូបភាពអញ្ចឹងខ្ញុំលុបអក្សរនៅក្នុងប្រអប់នឹងចេញអស់មកបន្តមកទៀតអ្នកទាំងនេះឃើញជ្រុងហ្នឹងគឺយើងអាចព្រីតព្រមវាបានបាទយើងអាចព្រីតព្រមប្រអប់ហ្នឹងបានណាបាទតាមជាក់ស្ដែងមកហ្នឹងហើយអញ្ចឹងខ្ញុំព្រីតរូបហ្នឹងឲ្យ4ជ្រុងស្មើគ្នាហើយខ្ញុំឆ្អល់ឲ្យចំសញ្ញាបូកបាទឆ្អល់ឲ្យចំសញ្ញាបូកហើយចុច mouse ស្ដាំមួយបាទពេលចុច mouse ស្ដាំមួយហើយអ្នកទាំងនេះយកពី format comment នៅខាងក្រោមបាទចុច format comment ហើយអ្នកទាំងនេះយកកន្លែង color and line បាទចុច color and line ហើយកន្លែង color នេះយើងយក fill effect នៅខាងក្រោមបាទចុច fill effect កន្លែង picture នេះយើងទៅយករូបបាទទៅយករូបនៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងរូបភាពមួយយើងត្រូវ save ទុកក្នុងកុំព្យូទ័ររបស់យើងណាបាទខ្ញុំទៅទាញរូបនៅក្នុងកុំព្យូទ័ររបស់យើងមកបាទនេះរូបទី1អូខេមកហើយចុចអូខេមួយសារទៀតចុចអូខេមួយសារទៀតបាទហើយឃើញទេអូខេអញ្ចឹងដល់ពេលរូបទី2រូបទី3យើងធ្វើយ៉ាងដូចគ្នាបាទបានហើយដល់រូបទី2ធ្វើអញ្ចឹងទៀតបាទចុច mouse ស្ដាំមួយ insert comment ហើយខ្ញុំលុបអក្សរនេះចេញមកឈ្មោះកុំព្យូទ័ររបស់យើងតើតងប្រអប់នេះយើងព្រីកវាធំតិចមកបាទហើយឆ្អល់កន្លែងបន្ទាត់វាហ្នឹងហើយឃើញសញ្ញាបូកចុច mouse ស្ដាំមួយបាទយក format comment បាទចូលកន្លែងដដែលមក fill effect ចូល picture ទៅ select picture ក្នុងកុំព្យូទ័ររបស់យើងបាទហើយយើងទៅយករូបទី2បាទរូបទី2